នៅក្នុងវគ្គនេះមានចោលប្លន់និងដុតផ្ទះរបស់គេ Ben ប្រើ hero ភ្លើងរបស់គាត់មកជួយ hero នឹងពិតជាពិសេសមែនទែនអាចស្រូបភ្លើងដែលកំពុងឆេះស្ទើរតែរលត់អស់ហើយក៏ជួយជន់រងគ្រោះបានសម្រេច Ben ឃើញកូនក្មេងម្នាក់កំពុងតែលេងកាតស៊ូមុខហើយក៏ចង់លេងដែរប៉ុន្តែលោកតាម៉ាកនិងកាវ៉ែនបានមកដល់ល្មមហើយក៏សួរថាចោលទៅឆ្ងាយអស់ហើយនៅធ្វើអីទៀត Ben អង្គុយក្នុងឡានក្នុងសភាពជា hero ភ្លើងដដែលឆេះកៅអីឈ្ងៀមពេញឡានកាវ៉ែនក៏ថាឲ្យ hero មកណោមិនប្រើហេតុអីក៏ប្រើ hero ហ្នឹងតែ Ben វិញក៏តបថាចំណែនគេមែននិយាយទៅពីអ្នកបងប្អូនជីដូនមួយគេហ្នឹងគឺថាអត់សូវចោះសម្រងគ្នាហ្មងទេតែងតែឌឺដងដាក់គ្នារហូតអ្នកទាំង3ក៏តាមឡានចោលតាន់ Ben បាញ់ភ្លើងដាក់ធ្វើឲ្យក្រឡាប់ឡានទើបអាចចាប់ពួកគេបានពួកចោលឃើញគ្រាន់តែជាកូនក្មេងម្នាក់ក៏ចង់តដៃតែចៃដន្យអីប៉ូលីសក៏បានមកដល់ល្មមហើយក៏ចាប់ពួកគេទៅសាច់រឿងកាន់មកដល់ដុកទ័រម្នាក់ដែលគាត់មានសមត្ថភាពធ្វើសត្វតូចឲ្យក្លាយជាធំធ្វើសត្វស្លាប់ឲ្យរស់វិញបានសូម្បីតែគ្រោងឆ្អឹងហ្នឹងក៏ក្លាយជាសត្វវិញបានដែរហើយក៏បានប្រើឧបករណ៍នៅលើក្បាលរបស់គាត់បាញ់កូនកង្កែបមួយក្លាយជាកង្កែបយក្សប៉ុណ្ណាណី3នាក់តានឹងចៅចូលទិញអីវ៉ាន់នៅផ្សារម៉ាតមួយកន្លែងគោលដៅរបស់ Ben គឺទៅរកកាតស៊ូមុពេលនោះ Dr. Animal ក៏បានជីកង្កែបយក្សរបស់គាត់ចូលមកប្លន់យកអីវ៉ាន់ព្រោះថាគាត់ជា Dr. ក្រអត់មានលុយទិញទេ Dr. Animal ប្រើឧបករណ៍របស់គាត់បាញ់ដាក់សត្វពីរក្បាលទៀតអុកលុកឡើងពេញផ្សារម៉ាតហើយក៏គ្មានអ្វីអាចបញ្ឈប់គាត់បាន Dr. Animal, nothing can stop me from getting what I deserve. Mark my words. Ben ដោយសារតែនាឡិកាអត់ដំណើរការក៏បានតស៊ូជាមួយសត្វទាំងនោះក្នុងទម្រង់ជាមនុស្សធម្មតាប៉ុណ្ណោះចំណែក Dr. Animal មើលទៅគាត់ទទួលបានអ្វីដែលគាត់ត្រូវការហើយក៏និយាយថានឹងធ្វើឲ្យទីក្រុង Washington DC មួយនេះឲ្យក្លាយទៅជាទីក្រុង Washington BC និយាយចប់ក៏ជិះសត្វស្លាប់ហើរទៅបាត់ទៅ3នាក់តាចៅឲ្យតែមនុស្សអាក្រក់អញ្ចឹងគឺថាអត់បញ្ចប់ដោយងាយៗទេក៏បន្តជិះឡានដេញតាមចំណែក Ben ជិះឡានធ្វើមុខស្អុយដោយសារតែយកកាតស៊ូមុខនឹងអត់បានអ្នកទាំង3ដេញតាម Dr. Animal មកដល់សារមន្ទីរមួយកន្លែងYou are very persistent. I hate persistent. We all know about you and your freakazoid experiments, Dr. Animal. It's over. Dr. Animal ប្រើឧបករណ៍របស់គាត់បាញ់ដាក់រូបសំណាកដំរីคล้ายជាដំរីដ៏ធំមួយហើយ Ben ក៏បានប្រែកាយទៅជាអាដៃ4ដើម្បីវាយគ្នាជាមួយដំរីហ្នឹងអាតានឹងបន្តបាញ់ដាក់គ្រោងឆ្អឹងដៃណូស័រមួយទៀតហើយក៏ក្លាយជាដៃណូស័រដ៏ធំមួយចំណែក Ben នៅតែបន្តវាយគ្នាជាមួយដំរីដំបងរៀងពិបាកបន្តិចប៉ុន្តែយូរក្រោយមកក៏អាចបង្ក្រាបបានចំណែក Dr. Animal វិញក៏ជិះដៃណូស័រគេចខ្លួនទៅបានហើយសត្វស្លាបរបស់គាត់ក៏បានឆាបយកកាវ៉ែនទៅដាក់ព្យួរនៅទីខ្ពស់មួយកន្លែងរៀងយូរបន្តិចកាវ៉ែនរៀងរយដៃតោងលែងជាប់ក៏បានធ្លាក់តែ Ben ក៏បានប្រែកាយទៅជា Sting Fly ក៏ហៅទៅជួយកាវ៉ែនតាន់អាដុំមួយពណ៌លឿងនេះហើយដែល Dr. Animal ចង់បានបន្តិចក្រោយមកគាត់ក៏បានមកដល់មែនយករបស់ដែលគាត់ត្រូវការនិងចង់សម្លាប់មនុស្សនៅទីនោះចោលទៀតតែសំណាងល្អ Super Hero ក្មេងតូចរបស់យើងក៏បានមកដល់ជួយមនុស្សទាំងនោះហើយក៏វាយគ្នាជាមួយ Dr. Animal ហ្មង Ben ដណ្ដើមឧបករណ៍នៅលើក្បាលគាត់បានវាយបំបែកទើបធ្វើឲ្យអាសត្វប្រែកាយទាំងប្រមាណហ្នឹងត្រឡប់មកភាពដើមវិញទាំងអស់ចំណែក Dr. ចង្រៃក្នុងសង្គមក៏ត្រូវបានប៉ូលីសចាប់ថ្ងៃបន្ទាប់ Ben បានងូតទឹកបឹងដ៏ធំមួយកន្លែងក្នុងព្រៃស្រាប់តែមានសត្វចម្លែកចាប់គាត់ចាប់ Ben អត់បានទេដោយសារតែគាត់ប្រែកាឡាទៅជាអាដៃ4ដែលមានកម្លាំងខ្លាំងរត់មកដល់កន្លែងវិញប្រាប់លោកតានិងកាវ៉ែនប៉ុន្តែពួកគេអត់ជឿទេហើយក៏នាំគ្នាគេងអស់ទៅថ្ងៃបន្ទាប់ពួកគេជិះទូកមកស្ទូចត្រី Ben ក៏បាននិយាយរឿងសត្វចម្លែកក្នុងបឹងនឹងដែរប៉ុន្តែលោកតាម៉ាងនៅតែអត់ជឿដដែលម្ចាស់ទូកប្រាប់ថាពិតជាមានសត្វចម្លែកមែនគាត់ក៏ធ្លាប់ឃើញដែរថែមទាំងថតបានបន្តិចទៀតផង On this very lake. Some say it's a myth. Not me. I could take it to a spot where I personally laid eyes upon the beast. I guess so. All right. អ្នកទាំង3ជិះទូកដល់តំបន់ហាមឃាត់មួយកន្លែងដោយគ្មានជំរឿក៏ជិះត្រឡប់មកវិញ That's not Ben. សត្វយក្សដ៏ធំមួយឈ្មោះថា Kraken បានវាយប្រហារកន្លែងកាវ៉ែនដែលកំពុងតែអង្គុយលេង Ben ក៏ហក់ចូលទឹកដើម្បីប្រែកាយទៅជា Accelerate ព្រោះថាអត់ចង់ឲ្យម្ចាស់ទូកដឹង
Accelerate គឺជា hero ដែលមានល្បឿនលឿនជាងគេ Ben បានមកជួយកវែននិងអ្នកដទៃទៀតក្នុងទឹកដើម្បីឲ្យផុតពី Kraken នៅសល់ទូកមួយទៀតយើងឃើញថា Kraken ដូចជាព្យាយាមដណ្ដើមអ្វីមួយពីក្នុងទូកហ្នឹង No, you don't. ប៉ុន្តែ Ben ទៅជួយមនុស្សទាំងនោះនិងរារាំងមិនឲ្យវាមកដណ្ដើមបានបន្តិចក្រោយមកនាឡិការបស់គាត់អស់ថ្មក៏ខំរត់មកវិញតែរត់អត់ទាន់ក៏បានប្រែកាឡាកដាលទឹក Don't you just hate people like that? We'll leave this to the experts, Ben. Like those friends of fish guys. Experts. Who better to... Good fish kissers. Captain Shaw, what is it? The nerve of those enviro punks. They យប់ឡើងអ្នកទាំង4អង្គុយអាងភ្លើងប៉ុន្តែលោកតាម្ចាស់ទូកហាក់ដូចជាអត់អស់ចិត្តសោះសង្ស័យថាទូកនឹងដូចជាចង់ធ្វើរឿងអ្វីមួយមិនល្អក៏ជិះទូកមកមើលទាំងយប់តាម្ចាស់ទូកហក់មកមើលបាតបឹងក៏ឃើញពងសត្វយក្សនឹងមួយហើយចំណែក Ben ក៏លួចមកតាមពេលដែលគាត់ឡើងត្រឡប់មកលើទូកវិញក៏បានជួបមនុស្សមួយក្រុមហើយពួកគេក៏វាយគាត់សម្លាប់បាត់ដែលតាមពិតទៅពួកនឹងមកចង់លួចពង Kraken នឹងឯងពួកមនុស្សអាក្រក់ទាំងនោះបានបើកទូកចេញទៅចំណែក Ben ក៏ប្រែកាឡាទៅជា Sting Fly ដើម្បីតាមជួយម្ចាស់ទូក តែក៏ត្រូវពួកគេបាញ់ធ្លាក់ទឹកសាមស្លាប់ហើយឲ្យរួចបៀសនឹងស្លាប់ទៀតសំណាងល្អពូននៅលើដើមឈើទាន់ពួកគេរកអត់ឃើញក៏ទម្លាក់ម្ចាស់ទូកចូលក្នុងទឹកចោល Ben ក៏ចុះមកជួយគាត់និងនាំគាត់ត្រឡប់មកវិញព្រឹកថ្ងៃបន្ទាប់3អ្នកតានិងចៅទៅជួយដណ្ដើមពង Kraken ឲ្យទៅមេវាវិញអត់ឲ្យម្ចាស់ទូកទៅទេព្រោះតែខ្លាចមានគ្រោះថ្នាក់លោកតាម៉ាកនិងកវែនចូលមកកម្ចាត់ផ្នែកខាងក្នុងនិងវាយមនុស្សសន្លប់អស់ពី3នាក់ចំណែក Ben វិញទៅដណ្ដើមពង Kraken ពីមនុស្សម្នាក់ដែលបំពាក់ទៅដោយគ្រឿងយន្ត ដើមចុះដណ្ដើមឡើងចុងក្រោយក៏បានទៅលើ Ben ក៏យកទៅទុកឲ្យមេរបស់វាយ៉ាងស្រួលតែអាប៉ែកនឹងពិតជាមានគំនិតអាក្រក់មែនទែននៅតែព្យាយាមតាមដណ្ដើមទៀតថែមទាំងយកកំបិតចាក់ Kraken ចង់ស្លាប់អាមួយនឹងចោលតែ Ben ក៏មកខាត់មើលទៅ Kraken អត់មានកាចអីទេគ្រាន់តែចង់ការពារស៊ុតរបស់គាត់ប៉ុណ្ណោះតែម្ចាស់ទូកដែលគេអត់ឲ្យមកជាមួយឥឡូវគាត់ក៏បានមកដល់ក៏ប្រាប់ថាខ្ញុំចាប់បានសត្វចម្លែកមួយតែលោកតាម៉ាប្រាប់ថាមិនមែនជាសត្វចម្លែកដែរចៅរបស់ខ្ញុំតើតាមម្ចាស់ទូកចាប់ផ្ដើមវល់ខួរក្បាលដោយសារតែគាត់អត់ដឹងថា Ben ប្រែកាឡាហ្នឹងហើយអ្នកនរគ្នាវគ្គហ្នឹងយើងចប់ត្រឹមហ្នឹងជួបគ្នាវគ្គក្រោយបាយ